5ចំណុចដែលខ្ញុំចូលចិត្តពីកាមេរ៉ា Sigma BF ទាំងចំណុចល្អនិងចំណុចអាក្រក់យើងនឹងឲ្យថាកាមេរ៉ា Sigma BF នេះគឺបានក្នុងចេញបានទិបតែចេញក្នុងអាទិត្យមុនទេគឺថ្មីកក្កដានេះទេប៉ុន្តែគាត់អត់ទាន់បានយកមកលក់ក្នុងស្រុកខ្មែរយើងទេថ្ងៃនេះយើងនឹងមកពី5ចំណុចដែលខ្ញុំចូលចិត្តពីកាមេរ៉ា Sigma BF មួយនេះហើយដែលចំណុចទី1ដែលខ្ញុំពេញចិត្តជាមួយនឹងកាមេរ៉ា Sigma BF មួយនេះគឺរូបរាងរបស់វានោះគឺបើយើងនិយាយទៅអាចថាវាស្តៀងជាមួយនឹង Leica T701 ដែលចេញកាលពីឆ្នាំ2014ដែលវាប្រើជាមួយនឹង crop sensor តែប៉ុន្តែចំពោះរូបរាងរបស់កាមេរ៉ា Sigma BF នេះបើសិនជានិយាយទៅគឺពិតជាអូខេចូលចិត្តស្អាតចំណុចទី2ដែលខ្ញុំចូលចិត្តពីកាមេរ៉ា Sigma BF មួយនេះគឺនោះប្រហែលជាតកតងជាមួយនឹងភាព luxury ចំពោះកាមេរ៉ានេះបើសិនតែយើងមើលពីខាងក្រៅទៅបើសិនជាយើងជាអ្នកដែលcelebrity អ្នកដែលគេជា influencer អ្នកដែលល្បីជាដើមហ្នឹងគាត់អាចប្រើកាមេរ៉ានេះទៅមើលទៅកាន់តែ stylish ខ្លាំងមែនទែនអញ្ចឹងវាអាចចំណុចទី1និងចំណុចទី2នេះគឺសឹងតែស្តៀងគ្នាមែនទែនគឺតកតងជាមួយរូបភាពរដែរប៉ុន្តែគាត់ថាមួយតកតងជាមួយនឹងការ design ទី2គឺតកតងជាមួយនឹងអារម្មណ៍ដែលយើងទទួលបានពីកាមេរ៉ាមួយនេះបើសិនជាយើងប្រៀបធៀបទៅកាមេរ៉ាមួយនេះគឺវាអត់សមនឹងតម្លៃ$2000ហ្នឹងទេខ្ញុំគិតថាវាអាចនឹងថ្លៃជាងនឹងបើសិនជាយើងគិតមើលទៅចំណុចទី3ដែលចាប់អារម្មណ៍ជាមួយនឹងកាមេរ៉ាមួយនេះគឺតកតងជាមួយនឹង performance កាមេរ៉ាមួយនេះអាចធ្វើការមានបំពាក់មកជាមួយនឹង full frame sensor គឺមិនចាញ់កាមេរ៉ាផ្សេងទេ full frame ដូចគ្នាហើយតកតងជាមួយនឹង video វិញគឺកាមេរ៉ានេះអាច record បានដល់ 6K ប៉ុន្តែអ្វីដែលសំខាន់នោះគឺខ្ញុំសូមលើកឡើងពីចំណុចអាក្រក់បន្តិចតកតងជាមួយនឹង 6K នេះចំពោះកាមេរ៉ានេះបើសិនតែយើងថត 6K គឺវាអត់មានបច្ចេកវិទ្យាទុកលំនឹងមកជាមួយនោះទេអូខេហើយបន្តមកទៀតយើងឃើញថាកាមេរ៉ានេះគឺអាចថត codec APS-4 ហើយជាមួយនឹង color profile ដែលកាមេរ៉ានេះផ្ដល់ឲ្យវិញគឺប្រភេទ analog អាចយកទៅកែប្រែពណ៌ឲ្យបានមកស្រឡាញ់ដូចគ្នាហើយអ្វីដែលសំខាន់នោះគឺបើសិនតែយើងចង់រោទៅ120 frame គឺកាមេរ៉ានេះគឺអាច support បានត្រឹមតែ full HD ប៉ុណ្្នឹងឯងចំណុចទី4ដែលខ្ញុំចាប់អារម្មណ៍លើកាមេរ៉ានេះដែរគឺតកតងជាមួយនឹងកាមេរ៉ានេះគឺមាន internal storage រួចជាស្រាប់នៅក្នុងកាមេរ៉ាក្នុងម៉ាស៊ីនតែម្ដងអញ្ចឹងក្រុមហ៊ុន Sigma បានដើម្បីឲ្យធ្វើឲ្យកាមេរ៉ានេះក្លាយជាកាមេរ៉ាដែលមានរូបរាងលក្ខណៈតិចនិយមក្រុមហ៊ុន Sigma បានដកrun-out memory ចេញចំណុចមកវិញជាមួយនឹង Type C run-out Type C សម្រាប់ឲ្យអ្នកប្រើប្រាស់ធ្វើការ download យករូបភាពឬក៏យកវីដេអូចេញមកពីកាមេរ៉ារបស់យើងសូមបញ្ជាក់តិច internal storage ដែល Sigma បានបំពាក់ឲ្យ Sigma BF របស់ខ្លួននោះគឺមានទំហំ230 GB ចំណុចទី5ដែលខ្ញុំពេញចិត្តជាមួយនឹងកាមេរ៉ានេះគឺកាមេរ៉ានេះគឺមានតម្លៃត្រឹមតែ$2000តែប៉ុណ្ណោះបើយើងគិតមើលទៅតម្លៃនេះគឺជាតម្លៃនៅក្រៅស្រុកឡើយទេយើងអត់ដឹងថាបើសិនជាយើងយកមកក្នុងស្រុកមានតម្លៃប៉ុន្មានទេប៉ុន្តែបើសិនជាយើងចង់បានកាមេរ៉ានេះប្រហែលជាត្រូវការ order ពី Sigma Cambodia ជាដើមហ្នឹងអញ្ចឹងកាមេរ៉ានេះគឺមានតម្លៃ$2000ខ្ញុំមិននិយាយថាតម្លៃនេះតម្លៃថោកទេប៉ុន្តែអាចថាតម្លៃមួយដែលយើងអាចយកទៅគិតគូរបានបើសិនជា influencer ឬក៏តារាឬក៏ celebrities ដែលគាត់ចង់ show off ជាមួយនឹង style ជាមួយនឹងការថតរូបរបស់គាត់គឺអាចជំរើស$2000នេះអាចប្រហែលជាប្រសើរជាងប្រភេទកាមេរ៉ាដទៃផ្សេងទៀតចប់ពីចំណុចល្អរបស់ Sigma BF ឥឡូវយើងទៅមើលចំណុចអាក្រក់វិញម្ដងចំណុចអាក្រក់ទី1ចំណុចដែលមិនល្អទី1នោះដែលខ្ញុំគិតថាជារឿងមួយដែលយើងគួរឲ្យចាប់អារម្មណ៍ដែរនោះគឺក្រុមហ៊ុន Sigma គឺជំនួសឲ្យការបន្តខ្សែស្រឡាយ Sigma FP Sigma គឺបានបង្កើតនៅខ្សែស្រឡាយថ្មីគឺ Sigma BF យើងចាំបានថាកាលពីប្រហែលឆ្នាំមុនគឺ Sigma បាន introduce ជាមួយនឹងកាមេរ៉ា Sigma FP ដែលជាប្រភេទកាមេរ៉ាគេហៅថាប្រភេទពួក film ដែលវាមានសមត្ថភាពខ្លាំងទៅលើផ្នែកវីដេអូប៉ុន្តែហេតុអីបានជា Sigma បោះបង់ចោលជាមួយនឹងខ្សែស្រឡាយ FP មួយនេះហើយមកចាប់ជាមួយនឹងខ្សែស្រឡាយ BF វិញម្ដងហូចចុះបើសិនជាតែប្រើតាថ្ងៃមុខទៀត Sigma លេងបន្តជាមួយនឹង BF នេះទៀតគិតមិនវិញចំណុចទី2ដែលខ្ញុំអត់ចាប់អារម្មណ៍ជាមួយនឹងកាមេរ៉ាមួយនេះគឺកាមេរ៉ាមួយនេះថត 4K អត់ដល់120 frame ទេហើយបើសិនជាយើងនិយាយពី 6K របស់កាមេរ៉ានេះវិញគឺអត់មានបច្ចេកវិទ្យាទុកលំនឹងក្នុងនឹងទេអញ្ចឹងបើសិនជាយើងចង់ថត 6K យើងត្រូវប្រកាសថាយើងប្រើ gimbal ឬក៏យើងដាក់លើ tripod ជាដើមបើសិនជាយើងអត់ចង់មានឲ្យវាមានអង្គើច្រើនក្នុងប្លង់របស់យើងនឹងចំណុចទី3ដែលខ្ញុំអត់ពេញចិត្តជាមួយនឹងកាមេរ៉ា Sigma BF នេះគឺកាមេរ៉ានេះគឺអត់មានជើងចាប់ដាក់ flash ដែលយើងថត flash ពីលើនោះទេអញ្ចឹងកាមេរ៉ានេះគឺផ្ដោតសំខាន់ទៅលើរូបភាពប៉ុន្តែជាក់ស្ដែងកាមេរ៉ានេះគឺអត់មានកន្លែងយើង attach flash ដើម្បីថតរូបបាននោះទេហើយអ្វីដែលយើងគួរឲ្យកត់សម្គាល់ទៀតនោះគឺកាមេរ៉ានេះគឺអត់មានកន្លែងដែលយើងអាចធ្វើការចាប់ mono accessory បានច្រើនដូចជាកាមេរ៉ាដទៃទៀតផ្សេងទេចំណុចទី4ដែលយើងគួរតែកត់សម្គាល់ជាមួយនឹងកាមេរ៉ាមួយនេះផងដែរនោះគឺកាមេរ៉ាមួយនេះគឺអត់មាន view finder ដើម្បីឲ្យយើងមើលពេលថ្ងៃ
ពេលដែលមានពន្លឺចាំងខ្លាំងទេយើងឃើញថាទោះបីជាកាមេរ៉ានឹងជាប្រភេទ mirrorless ក៏ដោយដែលយើងប្រើត្រឹមតែ screen ក៏ដោយប៉ុន្តែដល់ពេលយើងថតអាហារថ្ងៃគឺយើងត្រូវការយើងមាន view finder ដែលយើងអាចធ្វើការបាំងថ្ងៃហើយយើងអាចមើល focus ទៅលើប្លង់របស់យើងបានច្រើនអញ្ចឹងកាមេរ៉ា Sigma BF នេះគឺអត់មាន view finder ទេមានត្រឹមតែ screen ប៉ុណ្្នឹងឯងខ្ញុំក៏ទទួលបានព័ត៌មានច្បាស់ដែរថា screen របស់ Sigma BF នេះវាមានកម្រិតពន្លឺ nit របស់វានឹងដល់កម្រិតប្រមាណអញ្ចឹងខ្ញុំគិតថាបើទោះជាដកសម្រាប់ខ្ញុំផ្ទាល់ហ្មងខ្ញុំនិយាយថាអត់ពេញចិត្តជាមួយនឹងការដក view finder នេះប៉ុន្តែបើសិនជាខ្ញុំនិយាយពីរឿង mirrorless រាល់ថ្ងៃនេះបើសិនជាខ្ញុំកាន់ mirrorless តែថតគឺខ្ញុំភាគច្រើនគឺអត់ប្រើ view finder ដូចគ្នាចំណុចទី5ដែលខ្ញុំអត់ពេញចិត្តជាមួយនឹង Sigma BF មួយនេះគឺតាក់ទងជាមួយនឹង production timeline របស់កាមេរ៉ានេះអញ្ចឹងយើងឃើញថា Sigma គឺបោះចោល Sigma FP ខ្ញុំអាចនិយាយថាអត់យើងអត់ដឹងថា Sigma គឺបោះចោល Sigma FP ឡើយទេប៉ុន្តែខ្ញុំអាចនិយាយបានថាយើងអត់ដឹងថាទៅថ្ងៃមុខទៀត Sigma នឹង develop បន្ថែមទៀតជាមួយនឹងខ្សែស្រឡាយ BF នេះអត់ទេអញ្ចឹងចំណុចទី5មួយនេះគឺយើងចង់ផ្ដោតថាយើងក៏អត់ដឹងមើលឃើញអនាគតដូចនេះថាក្រុមហ៊ុន Sigma នឹងនៅតែបន្ត develop កាមេរ៉ាខ្សែស្រឡាយនេះទៅមុខទៀតឬក៏អត់សរុបមកវិញចុងក្រោយនោះយើងឃើញថា Sigma BF គឺផ្ដោតសំខាន់ទៅលើរូបរាងការរចនាពីខាងក្រៅអញ្ចឹងបើសិនជាសម្រាប់ celebrities ឬក៏ influencer ប្រហែលជាគាត់អាចនឹងចាប់អារម្មណ៍ជាមួយនឹងកាមេរ៉ានេះច្រើនជាងព្រោះថាកាមេរ៉ានេះគឺមានគេហៅថា performance ខ្លាំងដែរហើយបើទោះជារូបរាងខាងក្រៅរបស់កាមេរ៉ានេះក៏មើលទៅក៏រៀងទំនងមើលទៅអេមដែរអញ្ចឹងប្រហែលជាផ្ដោតទៅលើមិនផ្ដោតសំខាន់ទៅលើអ្នកដែលគាត់ថតអាជីពទេប្រហែលជាផ្ដោតសំខាន់ទៅលើ celebrities ឬក៏ influencer ជាដើមហ្នឹងអូខេហ្នឹងគឺជាចំណុច5ចំណុចខ្លីៗដែលខ្ញុំសង្ខេបបានទាក់ទងជាមួយនឹងកាមេរ៉ា Sigma BF នេះអញ្ចឹងអ្នកនរគ្នាបើសិនជាមានចំណាប់អារម្មណ៍ជាមួយនឹង Sigma BF នេះអាចទៅមើលព័ត៌មានបន្ថែមទៀតឬក៏អាច order តាក់ទង order បានជាមួយនឹងក្រុមហ៊ុន Sigma នៅក្នុងប្រទេសកម្ពុជាយើងអ្នកនរគ្នាមានចំណាប់អារម្មណ៍មិនដែរជាមួយនឹងកាមេរ៉ា Sigma BF នេះគឺតែរូបរាងវាស័ក្តិសមនឹងយើងអត់អាចនឹងប្រើការអត់ជាមួយនឹង Sigma BF នេះអញ្ចឹងអាច comment ខាងក្រោមវីដេអូនេះបានទៅមួយថាមានយោបល់អីទៅជាមួយ Sigma BF អញ្ចឹងវីដេអូខ្លីៗតាក់ទងជាមួយនឹង Sigma BF ចាប់ប៉ុណ្ណឹងជួបគ្នានៅវីដេអូបន្តទៀត